នៅក្នុងពាក់កណ្ដាលដើមខែ5នេះនិយាយពីថាល្បីហេងនោះល្បីគ្រាន់តែធ្លាក់ភ្លៀងមួយមេធំមកស្រុកពុកម៉ែបងប្អូនល្បីហេងណាស់រីឯស្រុកមេធិមទឹកដងវិញភ្លៀងមួយមេធំដែររកតែហេងគ្មានទេបងប្អូនអើយឥឡូវនេះមេធិមទឹកដងពីអ្នកកាមេរ៉ាមែនមានតែខប្រហុកត្រីប្រាជាមួយសាច់ជ្រូកចិញ្ច្រាំតោះពុកម៉ែបងប្អូនចូលរួមទស្សនាធ្វើមុខម្ហូបជាមួយមេធិមទឹកដងពីអ្នកមេធិមទាំងអស់គ្នាបាទឥឡូវនេះឆ្នាំងចាប់ផ្ដើមក្តៅខ្លាញ់ចាប់ផ្ដើមពុះមេធិមចាប់ផ្ដើមដាក់គល់លក្រីជាមួយស្លឹកក្រូចសើចរំដេងខ្ទឹមសខ្ទឹមក្រហមដើម្បីលីងឲ្យកាន់តែឈ្ងុយបាទបងប្អូនសាច់ជ្រូកចិញ្ច្រាំរួចរាល់ហើយឥឡូវនេះមេធិមទឹកដងចាប់ផ្ដើមដាក់ប្រហុកចូលបន្ទាប់ពីដាក់ប្រហុកហើយដាក់សាច់ជ្រូកដែលមេធិមចិញ្ច្រាំទុករួចរាល់ដើម្បីលីងកូរជាមួយនឹងគល់លក្រីរំដេងឲ្យចូលជាតិគ្នាឲ្យកាន់តែឈ្ងុយប្រហុកនោះបាទបងប្អូននៅដៃមេធិមកាន់នេះបងប្អូនអើយគឺដើមចេកបាទដើមចេកសម្រាប់បន្ទាប់ជាមួយខប្រហុករបស់មេធិមទឹកដួងបាទបងប្អូនឥឡូវមេធិមចាប់ផ្ដើមញាប់ដៃញាប់ជើងហើយដើម្បីកូរគ្រឿងហ្នឹងឲ្យចូលជាតិជាមួយនឹងប្រហុកសាច់ជ្រូកបន្ទាប់មកទៀតមេធិមទឹកដួងចាប់ផ្ដើមជួយដាក់នៅស្ករសបៃជែងលួចទឹកត្រីបន្តិចប្រេងខ្យងបន្តិចដោយសារតែប្រើប្រហុកច្រើនខ្លាចប្រៃបន្ទាប់មកទៀតរាយមញូគឺដាក់ក្បាលត្រីប្រាចូលចំនួន2ក្បាលត្រីប្រានេះគឺជាត្រីប្រារបស់មេធិមទឹកដងចិញ្ចឹមដោយខ្លួនឯងទេពុកម៉ែបងប្អូនអើយដាក់តែបាយកក់ដាក់កន្ទុកឲ្យស៊ីទេអត់មានចំណីអីទេគឺចិញ្ចឹមដោយធម្មជាតិបាទបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់ទៀតនោះគឺដាក់ទ្រាប់ស្រួយចូលបន្ទាប់ពីដាក់ទ្រាប់ស្រួយចូលហើយដាក់បន្ថែមទឹកដាក់ផុកមកល្មមដែលយើងត្រូវញ៉ាំបាទបងប្អូនរីឯទឹកអំពិលទុំចាំដាក់នៅពេលចុងក្រោយនៅពេលដែលត្រីនឹងផុយជាមួយនឹងទ្រាប់បាទបងប្អូននិយាយពីថាផ្លេចដាក់ម្ទេសឆ្អើបងប្អូនអើយឥឡូវនេះមេធិមចាប់ផ្ដើមយកម្ទេសឆ្អើមកឲ្យបាទបងប្អូនចាប់ផ្ដើមដាក់តាមក្រោយមិនអីទេបងប្អូនកូរជាមួយប្រហុកក៏បានដាក់តាមក្រោយក៏បានដែរមិនអីទេនៅតែឆ្ងាញ់នៅតែជាតិហ្នឹងមកហូបសម្លខប្រហុកស្នាដៃមេធិមទឹកដួងពីអ្នកមេធិមរួមកម្លាំងគ្នាដឹងតែឆ្ងាញ់ហើយបងប្អូនចាំចូលរួមសាក់ភ្លុជាមួយមេធិមទឹកដួងទាំងអស់គ្នាអាកម៉ូបឆ្នាំងដែលមេធិមទឹកដួងកវត្តចោលមិញហ្នឹងគឺថាប្រឡាក់ឥឡូវចាប់ផ្ដើមលាងទឹកតិចបាទដើម្បីសម្អាតយកមកក្រោបបន្ទាប់ពីត្រីនឹងទ្រាប់បានរលួយត្រុតទ្រោមចូលជាតិគ្នាហើយមេធិមទឹកដួងបន្ថែមរសជាតិគឺទឹកអំពិលទុំបាទដាក់មកល្មមឆ្ងាញ់ទៅបាទបងប្អូនបន្ទាប់ពីចូលជាតិគ្នាហើយមេធិមទឹកដួងចាប់ផ្ដើមដួសត្រីមកកង់ដាក់ទ្រាប់បន្តិចនិយាយពីថាត្រីប្រានេះសិតតពងបងប្អូនអើយពងប្រប៉ុណ្ណាណីបាទទលុកលុនបាទដោយសារដាក់ដៃកាមេរ៉ាមែនមិនសូវជាអ្នកប្រកែញ៉ាំទេបាទក៏ខ្លាចក្តៅបាទបងប្អូនឥឡូវនេះទុកឲ្យមេធិមទឹកដួងជាអ្នកភ្លក់វិញបាទបងប្អូនដាក់ជីនាងវងបន្តិចទៅដាក់ដើមចេកដែលយើងហាន់ច្រវាច់អំបិលរួចទៅដាក់ជាមួយនឹងត្រីខប្រហុកនេះបងប្អូនជាតិណាដាក់ជាមួយសាច់ជ្រូកបន្តិចអាសាច់ជ្រូកយើងច្រាមខដំបងនេះបងប្អូនអើយនិយាយពីថាជាតិនោះជាតិបាទយូរធ្វើញ៉ាំម្ដងបាទជាតិណាស់បាទបងប្អូនជាមួយបាយក្តៅទៀតនិយាយពីថាដៃកាមេរ៉ាមែនប្រាប់ទៅអូយមេធិមទឹកដងអើយឆ្ងាញ់ណាស់ជាតិណាស់ថ្ងៃក្រោយធ្វើឲ្យដៃកាមេរ៉ាមែនទៀតតវីដេអូមេធិមទឹកដងមានតែប៉ុណ្្នឹងទេបងប្អូនជំរាបលាបាយ